bà tôm cột ăn nhặt bị túa bà ta đập bọc máy bà bọc ổn cho tiền cột ăn ta ban đời cái này phải hai bọc ổn bà pì biết để tầm đẹp món một rau mình hàng món ấy viên nơi lớn trồng nơ vào đó nơi trồng nơ tăng pì cát rồi hốt đo dụ mặc hai phiên và lấy trong quân biết bán buôn tham bán cả là follow hơi có đó ba mặc hai phiên hai và dân như cá lẹ về mặc rau một con nó sẽ mò hoặc là trong một con trò đáy ăn thì chết cho một hai bọc ổn được nông trống đài một con trò đầy bà ta được trồng được mình làm có đó bà dân món từ chia tới một con trồng non hái tới chậm món mà đã còn trồng đấy bà làm bấy rất là lề một con đó bà chân đâm bó một con trâu máu cứ chọn bò xó và hơi trồng một con đấy từ át bánh năm từ bạc đô bài từ bò xó chục trò du nó bài cho phim mặt chặt món trâu lênនេះជាត្រង់សុខភាពបងណាជាត្រង់សុខភាពសម្រាប់កុំន់បាទដែលបងប្អូនដែលឃើញបែបនេះតើកុំន់ដែលបងប្អូនដែលឃើញខ្ញុំដាក់បែបនេះបងប្អូនឆ្ងល់ទេបាទមានការបិទទុកចិត្តបាទបងប្អូនត្រូវដឹងថាកុំន់ដែលនៅទៅតូចបាទក៏ទម្លាក់ពីត្រង់ធ្នើជាលើកហៅថ្ងៃដំបូងណាត្រូវបាត់បាំងឲ្យចិត្តបាទបាត់បាំងកណាត់ឬក៏តងឲ្យចិត្តបាទបាំងនៅពេលយប់ពេលថ្ងៃបងប្អូនលំហទីទួចបាទហើយបាំងបែបនេះបាទប្រហែលជា 4-5 ថ្ងៃបាទហើយបងប្អូនអាចនឹងដកកណាត់ចេញបាទដកកណាត់ចេញបាទសម្រាប់តងខាងនេះបងប្អូនអាចបើកពេលថ្ងៃដោយសារតែឲ្យវាលំហខ្យល់ពីព្រោះវាធ្លាប់នៅត្រង់ធ្នើវាមានពូកម្ដៅហើយកន្លែងតូចហើយថាសុខភាពអញ្ចឹងមកកន្លែងធំវាអាចទៅលាយចំណុចនេះឲ្យតែធ្វើឲ្យកសិករក៏តែងតែមន់ដាក់មកត្រង់ប្រព័ន្ធគាត់នេះវាតែងតែឈឺអញ្ចឹងទី1បងប្អូនទៅចង់កតាស្នូកទឹកនេះឲ្យបានត្រឹមត្រូវបាទហើយមុននឹងដាក់ចូលមកកន្លែងនេះបងប្អូនត្រូវឲ្យវាវាឆ្អែតបងណាវាឆ្អែតការពារពេលខ្លះបងប្អូនមកកំពុងតែឃ្លានបងប្អូនតម្លាក់មកដៃភ្លាមវិធីវាចាក់កាមលេងចាក់ទៅអាចចូលទៅប្រព័ន្ធកែវាអាចធ្វើទុកបានអញ្ចឹងដាក់ជាឆ្អែតមកណាបាទជាឆ្អែតហើយចាំប្រឡែងបាទទោះបីយ៉ាងណាគោវាកាត់បន្ថយពីហានិភ័យពេលដែលវាចាក់ដោយកាមបាទអញ្ចឹងខ្ញុំបន្តមកដាក់ចំណៃទៀតបងណាបាទចំណៃនេះគឺចំណៃផ្សំខ្លួនឯងប្រាប់មនបាទនេះទឹកតេមកណាទឹកបាទដាក់ទឹកឲ្យផឹកមកហើយតែទឹកពីងទឹកអីយើងហ្នឹងបងណាបាទអញ្ចឹងត្រង់នេះត្រង់វត្តរបស់ខ្ញុំបាទនេះដល់នៅពេលថ្ងៃខ្ញុំមានខ្សែនេះរត់ទាញណាទាញឲ្យលហើយបាទខ្សែនេះរត់ទាញលហើយតង់បាទខ្ញុំរត់ទាញឲ្យលហើយខ្ញុំបាច់ចេញទៅក្រៅទេគឺនៅក្នុងគឺខ្ញុំទាញគាត់តែទាញខ្សែបែបហ្នឹងមកគឺឡើងមកណាបាទគឺឡើងមកហើយបាទគ្រប់កន្លែងប៉ុន្តែចាក់បងប្អូនពេលយប់គឺបាត់ចិត្តអញ្ចឹងបាទខាងចិត្តអញ្ចឹងដល់ពេលដែលវាស្គាល់ទីតាំងកន្លែងនោះហើយតង់ខ្ញុំដោះចេញបាទដោះចេញកណាត់នេះដោះចេញឲ្យវាលំហើយខាងកាតនោះគឺពេលថ្ងៃមកគឺរះពីកាតមកតែម្ដងបាទចំតែម្ដងណាអញ្ចឹងខ្ញុំដាក់សុខភាពនៅមន់ត្រង់មន់នេះអញ្ចឹងមកគេថាឲ្យធ្វើត្រង់មន់ធ្វើបណ្ដោយថ្ងៃណាបណ្ដោយថ្ងៃល្អបាទអូខេចឹងគាត់ណាខ្ញុំនេះខ្ញុំមកចាប់មន់ខ្ញុំមាន100ក្បាលគាត់ណានៅក្នុងនេះ50ខ្ញុំ50ណាអញ្ចឹងនៅ50ទៀតបងប្អូនទូថានៅណាបាទអញ្ចឹងខ្ញុំបានធ្វើវីដេអូនេះ50ទៀតគាត់បង្ហាញបងប្អូនឃើញតែម្ដងអូខេនេះ50ក្បាលទៀតនៅខាងហ្នឹងណាបាទពេលដែលខ្ញុំប្រឡែងត្រង់នោះហើយខ្ញុំមកប្រឡែងក៏មកទៀតបាទខ្ញុំដាក់ចំណៃទីស្អាតបងប្អូនណាចំណៃទីស្អាតណាបាទឃើញណាទីស្អាតសិនហើយចាំដល់យប់ជ្រៅយប់ជ្រៅបងប្អូនលប់មើលវាម៉ោង9ម៉ោង10យប់អីដាក់ចំណៃទីម្ដងទៀតទៅបាទអញ្ចឹងខ្ញុំបន្លែងត្រង់ហ្នឹងហើយនឹងត្រង់មិញណាបងប្អូនណាបាទយប់ជា1ខែចូល1ខែបាទ1ខែ10ថ្ងៃហើយបាទអូខេអញ្ចឹងខ្ញុំបន្លែងបាទឥឡូវរាប់បងប្អូនណាបាទទឹកពុជស្គួយពុជតំពៅជាត្រីពុជស្គួយធ្វើស្គួយណាបាទពុជស្គួយកម្មស្គួយទាំងមាស2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
1 7 8 4 10 1 12 3 4 5 6 7 8 9 21 22 23 4 5 6 8 30 32
3 4 5 6 7 8 9 10 តែ1តែ1 3ទៀតតែ4តែ5តែ6តែ7តែ8តែ9 50មកណា50ក្បាលបាទនៅក្នុងមិញថាចូល60ក្បាលទៀតអញ្ចឹង110ក្បាលមកត្រង់ហ្នឹងណាបងប្អូនត្រង់នេះតឹង2ម៉ែត្រណា2ម៉ែត្របដោយ5ម៉ែត្រអញ្ចឹងបងប្អូនចូលថាឯណាបកងបាទបកងគឺខ្ញុំនឹងផ្សារដែកដើម្បីលើកមកកងលើមេនេះឲ្យដេកតែម្ដងបាទបកងតែខ្ញុំអត់បានធ្វើទេតាមនៅតូចឲ្យនឹងកាមសិនស្គួយមកស្គួយបងប្អូនឃើញខ្មៅស្គួយណាបងប្អូនណាបាទពុជស្គួយទឹកមាសស្គួយកាំពីទៅស្គួយកាំចាំវីដេអូចែកម្លែកប៉ុណ្ណេះទេខ្ញុំនឹងចាប់មន់បន្ថែមទៀតខ្ញុំសូមបញ្ចប់ការ live ប៉ុណ្ណេះបងប្អូនណាបាទបញ្ជាក់ចុងក្រោយដើម្បីបទពិសោធន៍កបោសបងប្អូនបាច់ឲ្យបានយូរចាប់ពីមួយទឹកឡើងទៅធ្វើម៉េចនៅពេលដែលថ្ងៃដាក់មន់បោះឲ្យស្អាតកបោសនោះកុំឲ្យនៅលំហុយកណានៅលំហុយវាលាយជាមួយកាមមន់កាយទៅផ្ដាសាយតែម្ដងខាងកែទៅជាផ្ដាសាយធម្មតាណាវាបោសនោះវាអាចណាបាទអញ្ចឹងកុំឲ្យលំហុយកបោសបាច់ហើយបងប្អូនបាញ់ទឹកពីលើបាញ់ទឹកថ្នាំពីលើឲ្យកបោសក្រាបនៅថ្មនោះទៅក្រាបស្ងួតអស់ហើយបងប្អូនចាំងកាមចូលបាទអរគុណត្រង់ចប់បងប្អូនណាបាទអរគុណច្រើនសម្រាប់ការចូលរួមលើវិស័យចាំត្រែទាំងអស់គ្នាបាទអរគុណ